សូមជម្រាបសួរបងប្អូនពុកម៉ែប្រិយមិត្តជិតឆ្ងាយទាំងអស់ចា៎នៅពេលនេះយើងខ្ញុំសូមបង្ហាញនៅរោងចក្រមួយនៅរដ្ឋ New York ផ្នែកខាងកើតសហរដ្ឋអាមេរិកដែលរោងចក្រនេះគឺជារោងចក្ររៀបប្រដាប់បញ្យួរខោអាវដែលអង់គ្លេសហៅថា hangers ប្រដាប់បញ្យួរខោអាវនេះផងដែរគឺប្រមូលបានមកពីហាងលក់ខោអាវធំៗនៅសហរដ្ឋអាមេរិកដែលមានឈ្មោះល្បីដូចជា Macy's, Marshall, Ross, TJ Maxx និងពី Amazon ជាដើមព្រមទាំងពីផ្សារទំនើបជាទូទៅនៅក្នុងសហរដ្ឋអាមេរិកក្រោយពេលដែល hangers ទាំងអស់នេះបានប្រើរួចហើយប្រដាប់បញ្យួរខោអាវទាំងអស់នេះគឺដាក់ក្នុងកន្ទង់ធំលាយឡំគ្នាសពបែបយ៉ាងក្រោយមកត្រូវដឹកបញ្ជូនមកក្នុងរោងចក្រមួយនេះដើម្បីធ្វើការបំបែកនិងរៀបវាជាសារថ្មីទៅតាមទំហំនិងភិនភាគរបស់វាដាក់នៅក្នុងកេសនីមួយដូចជាខ្ញុំបង្ហាញនៅពេលនេះរួចហើយត្រូវបញ្ជូនទៅហាងនីមួយទាំងអស់នោះដើម្បីយកមកធ្វើការប្រើជាសារថ្មីក្នុងការដាក់បញ្យួរខោអាវនៅក្នុងហាងក្នុងមួយថ្ងៃhangers ទាំងអស់នេះគឺប្រមូលបានចូលមកនៅក្នុងរោងចក្រនេះចំនួនរាប់លាន hangers រីឯអ្នកធ្វើការនៅក្នុងរោងចក្រនេះផងដែរគឺរៀបបានជាង1លានទៅ2លាន hangers ក្នុងមួយថ្ងៃចំពោះអ្នកធ្វើការផងដែរគឺលះលហួនគឺប្រញឹកដៃជើងមែនទែនព្រោះថាពួកគាត់ក្រៅពីធ្វើការចាប់ផ្ដើមដំបូងចូលមកគឺបានក្នុង1ម៉ោង$15មួយថ្ងៃធ្វើបាន9ម៉ោងបើគិតជាម៉ោងគឺក្នុងមួយថ្ងៃពួកគាត់រកបានចំនួន$135ប៉ុន្តែអ្វីដែលពិសេសទៅទៀតនោះដែលធ្វើឲ្យពួកគាត់ខំប្រឹងប្រែងយ៉ាងលឿនយ៉ាងរហ័សដៃជើងនេះគឺដោយសារតែក្នុងមួយថ្ងៃបើពួកគាត់អាចរកបានឬក៏រៀបបានចំនួន1500 hangers ឡើងលើពួកគាត់អាចទទួលបាននៅ bonus ក្នុងការបង់បន្ថែមក្នុង hangers នីមួយប្រមាណសេនពីលើនឹងទៅទៀតឆ្នេះហើយពួកគាត់ក្នុងមួយថ្ងៃគឺរកបានចំនួនពី$200ទៅ$300ក្នុងមួយថ្ងៃក្រៅពីនោះទៅទៀតគឺពួកគាត់ទទួលបាននៅអាសារ៉ង់ពេទ្យនិង 401k សម្រាប់ជូនដល់ពួកគាត់ក្រោយពេលដែលពួកគាត់ចូលនិវត្តន៍ដោយព្រោះតែនេះជារោងចក្រតែមួយគត់នៅផ្នែកខាងកើតសហរដ្ឋអាមេរិកខាងធ្វើការងារបែបនេះយើងខ្ញុំថ្ងៃមុខនឹងត្រូវបន្ថែមសាខាមួយទៀតនៅខាងរដ្ឋ Virginia ដោយព្រោះតែត្រូវការជាចាំបាច់ក្នុងការធ្វើឲ្យបានច្រើនគ្រប់គ្រាន់ជូនដល់ភ្ញៀវទាំងអស់ដែលត្រូវការ hangers ទាំងអស់នេះយកមកប្រើប្រាស់ជាបន្ត